OK ជួបជាមួយក្នុងទៀតហើយវីដេអូថ្មីនេះយើងនិយាយពីលេខ note ទី6 OK ឥឡូវខ្ញុំបើក note មកស្នុកមើលខ្វែងទី5ចោល OK ថ្ងៃនេះយើងនិយាយលេខ note ទី6យើងពី package ការ install package អីចឹង package នៅក្នុង Linux គេហៅ package software ក្នុង Linux OK ហើយនឹងការតេស្ត command line មួយចំនួននេះមានដូចជា package management ឥឡូវយើងចាប់ដើម start មកទៅបើក VMware យើងដូចតែរាល់ដងបើក VMware យើង remove ទៅប្រើនៅក្នុង putty ដដែលទេយើងលុកចូលមកលុកចូល root មកអូខេនៅក្នុងវីដេអូនេះខ្ញុំអត់បានបញ្យល់ក្បោះទេឥឡូវខ្ញុំគ្រាន់តែតេស្តមើលទេឥឡូវតេស្តទាំងអស់គ្នាឥឡូវខ្ញុំតេស្តទៅលើតបថាកុំព្យូទ័រយើងមាន software អីខ្លះក្នុង Linux យើង Linux ឥឡូវយើងប្រើ command line នេះ rpm .p ហ្នឹងហើយនេះវាបង្ហាញ software មាននៅក្នុង Linux របស់យើងមានច្រើនអូខេហើយយើង clear មកអូខេបន្ទាប់មកមានដូចជា QA មកអញ្ចឹងទៅមាន grab នឹងច្រោះយើងបានវីដេអូមុនហើយច្រោះទៅរកអីតបន្ទាប់អញ្ចឹងឥឡូវយើងសាកតេស្តមើលយើងឲ្យ rpm QA បន្ទាប់មកខ្លះ grab ទៅកាន់គេឥឡូវខ្ញុំចង់ច្រោះយកមើលជាមួយឥឡូវខ្ញុំច្រោះយក nano ចុះឥឡូវនេះ file software របស់ nano ឥឡូវខ្ញុំចង់ហៅមួយទៀតហៅថែមអញ្ចឹងនេះ software របស់ថែមអញ្ចឹងទៅ software ដែលមាននៅក្នុងម៉ាស៊ីនយើងច្រោះរកវាអញ្ចឹងមាន Python អីចឹងទៅច្រោះរក Python software Python ហ្នឹងឥឡូវយើងសាកចង់មើលនេះច្រើន Python មានច្រើនអូខេឥឡូវចូលទៅមើល command line បន្ទាប់អូខេយើងតេស្តលើ command line more នេះ command វា/more នេះអានោះមានថាវាបានតែមើលទៅចុះ Chrome ទេវាអត់អាច scroll ឡើងលើវិញបានឥឡូវយើងសាកតេស្តមើលmore សតូចនេះវាបានទៅក្រោមយើង scroll ទៅលើទៅយើងចង់ចេញយើងចុច Q ដើម្បីចេញមកវិញឥឡូវខ្ញុំ clear វាទៅអូខេ command line ដែលខ្ញុំធ្វើតេស្តបន្ទាប់ឥឡូវខ្ញុំសូមទៅដល់ហ្នឹងទៅឥឡូវខ្ញុំសូមតេស្តទៅលើយំនេះយ៉ាំនេះពាក្យពេញថា your load of update management នេះឥឡូវខ្ញុំតេស្តអស់គ្នាវាមានយ៉ាំ list យ៉ាំអីចឹងអូខេឥឡូវយើងតេស្តលើយ៉ាំ list all ចឹងទៅចូលនៅ software ដែលយើង install ឥឡូវយើងតេស្តអស់គ្នាអី wait នៅរំវាយខុសយ៉ាំយ៉ាខុសទៀតយ៉ាំវាយវាយ u នេះវាពងអាប់ដេតដោយសារយើងប្រើអ៊ីនធឺណិត
đang ưu tí slow đi mau chọn ui xây lại này về bà hai nó oi lên ok là những test comment làm tốt để dương chống test từ rồi software nó đại dương ban install lại dương bài comment lại nó dầm luôn nó tiếp lại có list install list vậyនេះគឺជា file ដែលយើងបាន install ហើយនេះ file ដែលយើងបានត្រឡប់វាមាន add ពីមុខចេះ add ពីមុខនេះនឹង file យើងបានត្រឡប់ហើយយើង clear ឥឡូវយើងទៅមើល file environable វិញ file environable វិញmấy command line này máu environable yeah khó chưa this environable ball khó nè file environable file environable vì admin add đi admin add đi file install hay nè phải không để chẳng là những clear về máu ok ឥឡូវ comment line បន្ទាប់នេះវា list យកតាមួយឲ្យយើងស្រួលមើលទេឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំ list មើល software nano នេះវាបង្ហាញថា nano void ឲ្យយើងទេអញ្ចឹងវាបាន install ហើយ file nano យើងមាន add ពីមុខអញ្ចឹងហ្នឹងហើយតោះខ្ញុំ test បន្តមកថែមlênទៅនេះ file time បាន install ហើយនេះអូខេ clear មួយអូខេបន្តមកយើង test command line បន្តនេះ yam info នេះវា test ទៅលើព័ត៌មានណាទិន្នន័យណា software ណាអញ្ចឹងឥឡូវយើង test បង្ហាញទិន្នន័យរបស់ software មួយចុះ yam info បន្តមកខ្ញុំ test ទៅលើ nano ចុះ software nano នេះបង្ហាញទិន្នន័យរបស់ nano មកទាំងអស់មានទាំងឈ្មោះមានទាំងទំហំ file មាន file ជាអីចឹង file នេះ file ជា file red hat file ហ្នឹងហើយនេះខ្ញុំបង្ហាញពីជា time វិញ information របស់ time នេះបង្ហាញព័ត៌មានទាំងអស់អូខេបន្តមកយើង test command line បន្តនេះ command line នេះយើងទៅមើល form របស់ package ណាអញ្ចឹងឥឡូវខ្ញុំ test ទៅមើល form package មួយចុះនឹង yls/ អញ្ចឹងមក command line មិញនេះវាចូលរាល់ package របស់យើងដែលមានអញ្ចឹងច្រើនដែរយើង clear ចោលហើយនេះវា form មួយច្រើន form របស់ package ច្រើនអូខេមិញវាបង្ហាញ form package ច្រើនពេកវា form package ទាំងអស់នៅក្នុង line របស់យើងហ្មងឥឡូវខ្ញុំចង់ទៅមើលតាមមួយឥឡូវខ្ញុំតេស្តទៅមើលតាម nano ចុះទីហោ nano អញ្ចឹងឥឡូវខ្ញុំមើលតាម nano ទេឥឡូវមើល package របស់ nano យើងនេះវាបង្ហាញមកហើយចាំតិចវាពុកដើរនេះវាជា
ជា file ជា software អីជាអីបង្ហាញមកហើយនេះវាបង្ហាញ package មកនេះមានច្រើនហើយចង់បង្ហាញ package ណាទៀតយើងឆ្លាស់ទៅកាន់ package ហ្នឹងមកទៅកាន់ software ហ្នឹងមកស្រៀងហ្នឹងហើយនៅមានច្រើនទៀតមាន file install របស់ package ហ្នឹងនេះយើងតេស្តហ្មងទៅជិលច្រើនខ្វល់ច្រើន copy paste យកប្រែ enter នេះបង្ហាញរបស់ telnet ដែរមានអីខ្លះទំហំវាទំហំអីច្រើនវាជា package អីជាអីយ៉ាងបង្ហាញដល់ទាំងអស់បាទហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរសូមអរគុណ